មានអារម្មណ៍ថាស្រែកទឹកប៉ុន្តែបើជាញ៉ាំទឹកផ្អែមខ្ញុំឆ្ងល់វិញទៀតហើយអ្នកឃើញអត់បងតើខួហេតុអីបានខួរក្បាលយើងបញ្ជូនព័ត៌មានអីយើងអត់ច្បាស់ថាឥឡូវហ្នឹងយើងកំពុងស្រែកទឹកឬក៏ចង់ញ៉ាំភេសជ្ជៈផ្អែមបែងចែកអត់ដាច់ បែរចាអត់ដាច់ទេដឹងថាឥឡូវឃ្លានទឹកឬឃ្លានទឹកផ្អែម ទៅទៅបែបចាអាហ្នឹងវាយើងនិយាយពីផ្នែកជីវវិទ្យាឬក៏ហៅanatomy ណាជីវវិទ្យារបស់យើងគឺចង់និយាយពីប្រព័ន្ធខួរក្បាលរបស់យើងបញ្ជូនព័ត៌មានមកភាគច្រើនពេលពិបាកបែងចែកថាតើយើងឃ្លានអស់កម្លាំងហ្នឹងដោយសារយើងឃ្លានឬក៏យើងស្រែកទឹកអញ្ចឹងភាគច្រើនមនុស្សងាយច្រឡំជួនកាលគាត់គ្រាន់តែស្រែកទឹកទេដោយសារគាត់ខ្វះជាតិទឹកក្នុងរាងកាយទេក៏ប៉ុន្តែគាត់មានអារម្មណ៍ថាហេវអស់កម្លាំងអញ្ចឹងគាត់ទៅរករបស់ដែលផ្ដល់ថាមពលដូចជាភេសជ្ជៈផ្អែមឬក៏ចំណីអាហារជាដើមអញ្ចឹងណាប៉ុន្តែបើនិយាយពីបញ្ហាហ្នឹងដែលខ្ញុំចង់លើកឡើងហ្នឹងគ្រាន់តែថាលើកក្រោយបើយើងមានអារម្មណ៍បែបហ្នឹងណាប្រហែលជាយើងគ្រាន់តែផឹកទឹកបន្តិចទៅតែយើងអត់ឃ្លាន ហ្នឹងហើយបងពេលខ្លះចឹងតែទីពិតវាអត់ចឹង